មិត្តសម្លាញ់ស្រីពីរនាក់មានផ្ទៃពោះក្នុងពេលតែមួយម្នាក់កើតកូនប្រុសម្នាក់ទៀតកើតបានកូនស្រីហើយពួកអ្នកទាំងពីរបានរៀបចំឲ្យកូនពួកគាត់រៀបការជាមួយគ្នានាពេលអនាគតប៉ុន្តែក្រោយមកគ្រួសាររបស់ក្មេងស្រីខ្សែធនហើយពួកគេបានបាត់ការតាក់ទងគ្នាផងដែរ20ឆ្នាំក្រោយមកក្មេងប្រុសនោះបានក្លាយជាមហាសេដ្ឋីហើយរយៈពេល20ឆ្នាំមកនេះគាត់មិនដែលបានបញ្ឈប់ការស្វែងរកក្មេងស្រីនោះឡើយលុះព្រឹកឡើងគេបានត្រឹមតែទុកលុយឲ្យនារីម្នាក់នោះមួយចំនួនរួចហើយគេបានចាក់ចេញទៅដោយមិនខ្វល់ថានារីម្នាក់នោះមានមុខមាត់បែបណានោះទេគាត់បានត្រឹមតែចាប់បានសក់របស់សើប៊ីប៉ុណ្ណោះដោយមានការសង្ស័យលោកជីងុកបានយកសក់របស់លោកលូនិងសក់របស់សើប៊ីទៅពិនិត្យ DNA បន្តិចក្រោយមកលទ្ធផលបានចេញនៅពេលដែលលោកបាននឹកឃើញដល់នារីម្នាក់ដែលគេបានគេងជាមួយកាលពី7ឆ្នាំមុនបន្ទាប់ពីបានដឹងថាសើប៊ីជីកូនរបស់ខ្ញុំល្អជាងកូនរបស់អ្នកហើយពេលឮដូច្នោះសើអឺនាងបានគិតក្នុងចិត្តថាកុំចង់យកមកប្រៀបធៀបជាមួយកូនរបស់ខ្ញុំកូនប្រុសរបស់ខ្ញុំល្អជាងមួយរយៈក្រោយមកសើអឺបានយកសើប៊ីមកកន្លែងធ្វើការលោកបានអនុញ្ញាតហើយក៏ដោយបន្ទាប់មកអ្នកនាងយាយបានយកសើប៊ីទៅដាក់ក្នុងបន្ទប់មួយសើអឺនាងព្យាយាមជួយកូនរបស់នាងដែរតែកូនចៅរបស់អ្នកស្រីយាយចាប់នាងដោយសារតែការប្រតិកម្មសើប៊ីបានសន្លប់នៅក្នុងបន្ទប់ពេលនោះលោកលូទូប្រុសរបស់យើងក៏បានមកដល់